ជំរាបសួរនាងខ្ញុំឡុងសូវ៉ាន់ប្រធានបទថ្ងៃនេះគឺនិយាយអំពីការព្យាករណ៍ជោគជតារាសីសម្រាប់អ្នកកើតឆ្នាំខាលប្រចាំខែឧសភាឬខែ5ឆ្នាំ2025ប្រសិនបើលោកអ្នកត្រូវការការប្រឹក្សាយោបល់អំពីហ្វុងស៊ុយក្នុងការសាងសង់គេហដ្ឋានថ្មីឬជួសជុលគេហដ្ឋានឬរៀបចំគេហដ្ឋានសម្រាប់រស់នៅឬជាគំនិតនៃការរចនាប្លង់ផ្ទៃខាងក្នុងនៃគេហដ្ឋានឬការសាងសង់អគារដើម្បីធ្វើពាណិជ្ជកម្មផ្សេងៗឲ្យត្រូវតាមរចនាបថរបស់ហ្វុងស៊ុយលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook ដែលបានបង្ហាញជូននៅលើវីដេអូនេះឬលោកអ្នកអាចទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈ WhatsApp 0049 17 82 05 21 47នោះលោកអ្នកពិតជាមិនខុសបំណងឡើយជោគជតារាសីក្នុងខែនេះបានបង្ហាញថាជីវិតរបស់លោកអ្នកនឹងអាចមានការផ្លាស់ប្ដូរខ្ពស់លទ្ធផលយ៉ាងណានោះគឺវាអាស្រ័យទៅលើការគិតពិចារណានិងការសម្រេចចិត្តនៃការជ្រើសរើសរបស់លោកអ្នកជួនកាលលោកអ្នកអាចនឹងត្រូវប្រឈមជាមួយនឹងឧបសគ្គចំពោះមុខខ្លះៗពេលខ្លះលោកអ្នកអាចនឹងមានអារម្មណ៍ប្រែប្រួលខុសពីធម្មតាម្យ៉ាងទៀតប្រព័ន្ធការពារសរីរាង្គកាយរបស់លោកអ្នកហាក់ដូចជាមានភាពទន់ខ្សោយជាងធម្មតាយ៉ាងណាមិញលោកអ្នកអាចនឹងមានការចំណាយច្រើនប្រហែលជាអាចបណ្ដាលមកពីបញ្ហាសុខភាពផ្ទាល់ខ្លួនឬបញ្ហាសុខភាពក្រុមគ្រួសារក៏អាចថាបានដែរចំពោះមុខរបរឬអាជីពវិជ្ជាជីវៈរបស់លោកអ្នកឬភារកិច្ចដែលលោកអ្នកទទួលខុសត្រូវនៅក្នុងខែនេះក៏ជាចំណែកមួយទៀតដែលអាចធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាមានសម្ពាធនិងស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនល្អដែរដូចគ្នានេះដែរលោកអ្នកក៏គួរតែមានការប្រុងប្រយ័ត្នចំពោះពាក្យសម្ដីនិងរក្សាអាកប្បកិរិយាឲ្យបានល្អក្នុងការប្រស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួនជាពិសេសជាមួយស្ត្រីឬជាមួយអ្នកគ្រប់គ្រងដូច្នេះចូលព្យាយាមរក្សាតុល្យភាពរវាងការងារនិងស្ថានភាពផ្ទាល់ខ្លួនឲ្យបានល្អពីព្រោះវាមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់ជាប្រយោជន៍នៃការអភិវឌ្ឍអាជីពវិជ្ជាជីវៈរបស់លោកអ្នកប្រកបដោយនិរន្តរភាពផងដែរដូចគ្នានេះដែរចូលព្យាយាមគ្រប់គ្រងអារម្មណ៍ឲ្យបានល្អនិងប្រយ័ត្នពាក្យសម្ដីក្នុងការនិយាយស្ដីផងដើម្បីជៀសវាងបញ្ហាជម្លោះផ្សេងបញ្ហាមួយផ្សេងទៀតគឺចូលព្យាយាមគ្រប់គ្រងការចំណាយរបស់លោកអ្នកផងដែរដើម្បីជៀសវាងបញ្ហាផ្នែកហិរញ្ញវត្ថុក្នុងក្រុមគ្រួសារនាពេលអនាគតដំណឹងដ៏ល្អក្នុងខែនេះប្រសិនបើលោកអ្នកស្ថិតក្នុងវិស័យអចលនទ្រព្យនោះប្រហែលជាអាចមានឱកាសក្នុងការរកប្រាក់ចំណូលបានខ្លះៗដែរដូចគ្នានេះដែរប្រសិនបើលោកអ្នកមានបំណងចង់លក់ដូរដីធ្លីឬលោកអ្នកមានបំណងចង់លក់ដូរផ្ទះសម្បែងក្នុងខែនេះក៏ជាពេលវេលាដ៏ល្អក្នុងការដាក់ផ្សព្វផ្សាយចូលក្នុងទីផ្សារផងដែរជីវិតគូស្រករអ្នកដែលបានរៀបការរួចហើយឬអ្នកមានគូស្រកររួចហើយជីវិតអាពាហ៍ពិពាហ៍ហាក់ដូចជាមិនសូវរលូនទេក្នុងខែនេះដូច្នេះដើម្បីថែរក្សាជីវិតគូឲ្យនៅល្អស្រស់បំព្រងនោះលោកអ្នកគួរតែចេះអត់ឱននិងយកចិត្តទុកដាក់ថែរក្សាគ្នាព្រមទាំងស្ដាប់គ្នាទៅវិញទៅមកផងចូលកាត់បន្ថយចំពោះការនិយាយស្ដីប្រភេទណាដែលអាចបង្កឲ្យមានអារម្មណ៍មិនល្អចំពោះគូស្វាមីភរិយារបស់លោកអ្នកជួនកាលការនិយាយលេងសើចក៏អាចបង្កឲ្យទៅជាបញ្ហាធំដុំក៏មានដែរចំណែកអ្នកនៅលីវក្នុងខែនេះអ្នកប្រហែលជាអាចជួបមនុស្សដែលអ្នកចាប់អារម្មណ៍ប៉ុន្តែម្នាក់នោះអាចជាមនុស្សដែលមានសុខភាពមិនសូវរឹងមាំឬគេមានជំងឺប្រចាំកាយឬគេអាចជាមនុស្សដែលស្ថិតក្នុងវិស័យអចលនទ្រព្យឬគេជាមនុស្សដែលមានវ័យចំណាស់បន្តិចឬគេជាមនុស្សដែលមានលក្ខណៈប្រហាក់ប្រហែលនឹងម្ដាយរបស់អ្នកប្រសិនបើអ្នកនៅក្មេងនៅឡើយចូលយកពេលវេលានេះសម្រាប់ផ្ដោតទៅលើការសិក្សានិងការអភិវឌ្ឍចំណេះដឹងដើម្បីអនាគតដ៏ភ្លឺស្វាងរបស់អ្នកនាពេលអនាគតនោះទើបជាជម្រើសដ៏ល្អប្រសើរជាងការរំពឹងគិតតែរឿងស្នេហាទេដឹងសុខភាពនៅក្នុងខែនេះលោកអ្នកគួរតែមានការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានខ្ជាប់ខ្ជួនមិនថាតែសុខភាពផ្ទាល់ខ្លួននិងសុខភាពក្រុមគ្រួសារនោះទេជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយនិងសមាជិកនៃក្រុមគ្រួសាររបស់លោកអ្នកដែលមានវ័យចំណាស់ឬជាអ្នកជំងឺឬទារកឬក្មេងតូច
ឬស្ត្រីមានផ្ទៃពោះឬស្ត្រីទើបឆ្លងទន្លេរួចជាដើមចាំងហោចណាស់លោកអ្នកគួរតែមានឱសថដូចជាប៉ារ៉ាសេតាមុលឬឱសថកាត់បន្ថយកម្ដៅឬឱសថកាត់បន្ថយការឈឺចាប់ទុកនៅក្នុងផ្ទះខ្លះក្រែងលោត្រូវការក្នុងគ្រាអាសន្នពេលយប់ព្រលប់ម្យ៉ាងទៀតលោកអ្នកគួរតែរស់នៅក្នុងបរិស្ថានដែលមានអនាម័យល្អមានពន្លឺព្រះអាទិត្យជះចូលនិងខ្យល់បរិសុទ្ធចេញចូលល្អដូចគ្នានេះដែរលោកអ្នកគួរតែទទួលទានទឹកឲ្យបាន2លីត្រក្នុងមួយថ្ងៃនិងបរិភោគបន្លែផ្លែឈើដែលដាំដុះដោយធម្មជាតិជាដើមដើម្បីអាចជួយដល់សុខភាពរាងកាយនិងសុខភាពផ្លូវចិត្តឲ្យរឹងមាំល្អលោកអ្នកគួរតែរៀបចំកាលវិភាគក្នុងការធ្វើលំហាត់ប្រាណក្រោមពន្លឺព្រះអាទិត្យខ្លះផងពីព្រោះវាក៏អាចជួយបន្ថែមទៀតដល់ប្រព័ន្ធសរសៃប្រសាទឲ្យធ្វើការងារបានល្អនិងជួយឲ្យលោកអ្នកទទួលទានដំណេកលក់ស្រួលនាពេលរាត្រីផងដែរដូចគ្នានេះដែរនៅពេលធ្វើដំណើរឬនៅពេលបើកបរលោកអ្នកគួរតែមានការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ឲ្យបានត្រឹមត្រូវនិងជៀសវាងការសេពគ្រឿងស្រវឹងពីព្រោះវាជាប្រយោជន៍ក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកអ្នកការថែរក្សាសុវត្ថិភាពក្រុមគ្រួសាររបស់លោកអ្នកនិងការថែរក្សាសុវត្ថិភាពរបស់អ្នកដទៃប្រសិនបើលោកអ្នកអាចធ្វើនៅចំណុចនេះបានល្អវាក៏ជាចំណែកមួយនៃការសន្សំកុសលផលបុណ្យឬជាចំណែកមួយក្នុងការរក្សាសីលធម៌ក្នុងការបើកបរផងដែរឪពុកម្ដាយដែលមានកូនដែលស្ថិតក្នុងការគ្រប់គ្រងរបស់លោកអ្នកនៅឡើយឬគេនៅមិនទាន់ដឹកក្តីនៅឡើយចូលយកចិត្តទុកដាក់មើលថែរក្សាគេឲ្យបានល្អជាពិសេសចូលយកចិត្តទុកដាក់ចំពោះសុខភាពរបស់គេឲ្យបានខ្ជាប់ខ្ជួននៅក្នុងខែនេះម្យ៉ាងទៀតចូលផ្ដល់ការអប់រំដោយរួមផ្សំជាមួយនឹងសេចក្តីស្រឡាញ់និងការអត់ឱនការយោគយល់ការស្ដាប់ហេតុផលប្រសិនបើគេមានអត្តចរិតមានះរឹងរូសដូចគ្នានេះដែរលោកអ្នកមិនគួរបណ្ដោយឲ្យគេទៅណាមកណាតែម្នាក់ឯងឬនៅតែម្នាក់ឯងនោះទេវិធីបង្កើនសំណាងល្អតាមបែបជោគជតារាសីនៅក្នុងខែនេះលោកអ្នកគួរតែប្រើប្រាស់សម្លៀកបំពាក់ពណ៌សពណ៌ប្រាក់ពណ៌ខៀវពណ៌ទឹកពេជ្រពណ៌ខ្មៅពណ៌ផ្ទៃមេឃនិងប្រើប្រាស់គ្រឿងអលង្ការលោហៈធាតុសុទ្ធដូចជាមាសឬប្រាក់ឬលង្ហិនឬសំរឹទ្ធឬស្ពាន់ឬដៃជាប្រចាំវាប្រហែលជាអាចជួយលើករាសីនិងបង្កើនសំណាងល្អបានខ្លះដែរបើលោកអ្នកត្រូវការឱសថធម្មជាតិដែលផលិតនៅប្រទេសអាល្លឺម៉ង់សម្រាប់ព្យាបាលជំងឺសន្លាក់ឆ្អឹងជំនួយឆ្អឹងជំនួយភ្នែកជំនួយសួតសម្រួលដល់ផ្លូវដង្ហើមព្យាបាលក្រពះនិងពោះវៀនព្យាបាលតម្រងនោមជួយសម្រួលដល់ប្រព័ន្ធសរសៃប្រសាទសម្រាប់អ្នកដែលមានបញ្ហាផ្លូវចិត្តគិតច្រើនខឹងច្រើនគេងមិនលក់ជាដើមសូមបញ្ជាក់ថាវាជាឱសថដែលលក់នៅលើទីផ្សារនៃប្រទេសអាល្លឺម៉ង់ដែលត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីក្រសួងសុខាភិបាលនៃប្រទេសអាល្លឺម៉ង់ដូច្នេះប្រសិនបើលោកអ្នកត្រូវការឱសថប្រភេទណាមួយសម្រាប់ជាជំនួយដល់សុខភាពរបស់លោកអ្នកក្នុងតម្លៃសមរម្យដើម្បីជាជំនួយដល់សេដ្ឋកិច្ចក្នុងក្រុមគ្រួសារនិងមិនមានហានិភ័យចំពោះសុខភាពសូមទំនាក់ទំនងមកកាន់នាងខ្ញុំតាមរយៈទំព័រ Facebook នេះឬតាមរយៈ Telegram 00491782052147នោះលោកអ្នកពិតជាមិនខុសបំណងឡើយវិធីបង្កើនសំណាងល្អតាមបែបហ្វុងស៊ុយដើម្បីជៀសវាងបញ្ហាផ្សេងនិងដើម្បីជួយបង្កើនសុភមង្គលក្រុមគ្រួសារនិងដើម្បីនាំមកនូវភាពល្អប្រសើរក្នុងជីវិតនៅក្នុងខែនេះលោកអ្នកគួរតែជៀសវាងការប្រើប្រាស់ទិសខាងជើងឈៀងខាងកើតទិសខាងត្បូងទិសខាងត្បូងឈៀងខាងលិចទិសខាងត្បូងឈៀងខាងកើតនិងទិសខាងជើងឈៀងខាងលិចជាកន្លែងដំណេកឬជាកន្លែងធ្វើការងារផ្សេងជាពិសេសអ្នកដែលមានវ័យចំណាស់ឬអ្នកដែលមានសុខភាពទន់ខ្សោយឬអ្នកជំងឺឬស្ត្រីមានផ្ទៃពោះឬទារកឬក្មេងតូចជាដើមបន្ថែមលើនេះផងដែរលោកអ្នកក៏មិនគួរមានការបង្កសំឡេងរំខានដូចជាការដំឬស្វានឬជួសជុលឬបើកទូរទស្សន៍ឬច្រៀងខារ៉ាអូខេឬបើកចម្រៀងកងរំពងឬមានការកាប់ដើមឈើឬមានកម្មវិធីដ៏អធិកអធមនៅទិសទាំងនេះនោះទេម្យ៉ាងទៀតចូលជៀសវាងការអុជទៀនធូបបន់ស្រន់ផ្សេងឬមានធាតុភ្លើងនៅទិសខាងជើងឈៀងខាងកើតទិសខាងត្បូងឈៀងខាងលិចទិសខាងជើងឈៀងខាងលិច
និងទីតាំងកណ្ដាលផ្ទះឬទីតាំងកណ្ដាលបន្ទប់ទោះបីជាការដាំស្លក៏ដោយប្រសិនបើទ្វារចេញចូលគេហដ្ឋានដែលលោកអ្នកចាំបាច់ត្រូវតែប្រើប្រាស់ឬមានបង្អួចស្ថិតនៅលើទីតាំងនៃទិសណាមួយដោយដែលបានជម្រាបជូននេះលោកអ្នកគួរតែព្យាយាមបើកឲ្យបានតិចបំផុតតាមដែលអាចធ្វើបានបើមិនដូច្នោះទេក្រែងលោអាចប្រឈមនឹងបញ្ហាផ្សេងៗដែលមិននឹកស្មានដល់ទីតាំងនិងទិសដ៏ល្អសម្រាប់លោកអ្នកប្រើប្រាស់ក្នុងខែឧសភាឆ្នាំ2025នេះដែលអាចជួយបង្កើនប្រាក់ចំណូលក្នុងមុខរបរប្រចាំថ្ងៃរបស់លោកអ្នកនិងដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកនោះគឺទិសខាងកើតនិងទិសខាងលិចប្រសិនបើលោកអ្នកយល់ថាការព្យាករណ៍នេះអាចផ្ដល់ជាអត្ថប្រយោជន៍ល្អសម្រាប់ជីវិតរស់នៅសូមចែករំលែកទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងអ្នកផ្សេងៗទៀតផងនាងខ្ញុំសង្ឃឹមថាការព្យាករណ៍នេះអាចផ្ដល់ជាប្រយោជន៍សម្រាប់ការយល់ដឹងដើម្បីជាជំនួយដល់សេចក្តីសុខផ្ទាល់ខ្លួននិងជាការបង្កើនសុភមង្គលក្នុងក្រុមគ្រួសាររបស់លោកអ្នកផងដែរនាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពេលវេលាដ៏មានតម្លៃរបស់លោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់នាងខ្ញុំសូមគោរពជូនពរដល់លោកអ្នកនិងក្រុមគ្រួសារឲ្យទទួលបាននូវសេចក្តីសុខនិងសុភមង្គលគ្រប់ពេលវេលានាងខ្ញុំឡុងសុវណ្ណសូមជម្រាបលានិងជួបគ្នានៅការព្យាករណ៍បន្តទៀត